សួរក៏ដូចជាសួស្តីទៅកាន់អាណាព្យាបាលក៏ដូចជាសិស្សានុសិស្សទាំងអស់នៃសាលាអន្តរជាតិ Edward ថ្ងៃនេះសាលាអន្តរជាតិ Edward របស់យើងខ្ញុំមានកម្មវិធីប្រឡងសិស្សឆ្នើមទូទាំងសាខាដែលមាន3សាខាមានសាខាផ្អើលសាខាទឹកផុសនិងសាខាពន្លៃចង់ដឹងថាអារម្មណ៍របស់អាណាព្យាបាលនៅក្នុងកម្មវិធីប្រឡងសិស្សឆ្នើមនេះយ៉ាងណាដែរតោះទៅទស្សនាទាំងអស់គ្នាជម្រាបសួរបងអាណាព្យាបាលរបស់អូនបាទអាណាព្យាបាលខារចនាបាទសាខាទឹកផុសបងមានចំណាប់អារម្មណ៍មិនដែរតើទៅជាមួយនឹងអូនដែលបានមកប្រឡងនៅខាងសាខាផ្អើលនេះក្នុងនាមខ្ញុំជាអាណាព្យាបាលរបស់សិស្សខារចនាមានទំនួលរីករាយសប្បាយចិត្តចំពោះសាលាអន្តរជាតិដែលបានខិតខំប្រឹងប្រែងបាទបង្ហាត់បង្រៀនកូនខ្ញុំបាទឲ្យបានជាប់ចំណាត់ថ្នាក់នៅក្នុងសាខាចាំស្រុកទឹកផុសដើម្បីឡើងប្រកួតមកប្រចាំសាខាទាំង3មានមោទនភាពទៅលើសាលាក៏មានមោទនភាពទៅលើកូនដែរជួយជំរុញកូនឲ្យបានជាប់លេខ1ដើម្បីចូលប្រឡងមកយកអាហារូបករណ៍ចា៎បងជួយណាធ្វើកម្មវិធីសិក្សារបស់សាលាអន្តរជាតិទៅសាលាគាត់មានផែនការល្អរបស់គាត់ដែរណាគាត់មានការប្រឡងប្រកួតប្រជែងប្រចាំសាលាហើយក៏ប្រចាំសាខាដើម្បីឲ្យសិស្សនឹងមានការខិតខំប្រឹងប្រែងដើម្បីយកពានរង្វាន់ដែលគាត់ចង់បានអញ្ចឹងណាកម្មវិធីសិក្សារបស់សាលា Edward ល្អដែរព្រោះដោយសារទី1មានជ្រាបចូលម៉ោងកុំព្យូទ័រណាភាសាអង់គ្លេសចូលរួមចំណែកមួយដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទៅថ្ងៃអនាគតចាថ្ងៃបងហើយទីចុងក្រោយបងមានដូចជាមតិអីទៅដល់អាណាព្យាបាលក៏ដូចជាសិស្សានុសិស្សផ្សេងទៀតនៅសាលាអន្តរជាតិចាដូចគេទីចុងក្រោយនេះក្នុងនាមខ្ញុំជាមេដាបេដារបស់កូនដែរហើយក៏ចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងមេដាបេដាទីទូទៅគាត់ផ្ដោតទៅលើការសិក្សារបស់កូនឲ្យគាត់វិរោសាលាដែលល្អដើម្បីជួយជំរុញកូនដែលទាន់កូននៅក្មេងអញ្ចឹងណាចា៎ជាចុងក្រោយក្នុងនាមខ្ញុំជាអាណាព្យាបាលសិស្សសូមថ្លែងអំណរគុណហើយនឹងជំពរទៅដល់សាលារកកម្មវិធីសិក្សាដែលល្អដើម្បីរៀនដល់កូនឬក៏សិស្សានុសិស្សដែលបានរៀននៅទីនេះបានល្អអរគុណច្រើនបង